របៀបផ្ដាច់គម្រោងស៊ីមទូរស័ព្ទដៃចល័តឆ្នាំ2026អញ្ចឹងបងប្អូនណាខ្លះដែលគាត់ប្រើប្រាស់ស៊ីមសេខាត Smartphone អីតែងទៅនៅពេលដែលគាត់បញ្ចូលលុយហើយគឺកាត់លុយអស់អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីរបៀបការចូលទៅផ្ដាច់គម្រោងស៊ីមចល័តទាំងអស់ដើម្បីកុំឲ្យវាកាត់លុយយើងអូតូអញ្ចឹងជាដំបូងអ្នកនរគ្នាចូលមកក្នុងកម្មវិធីតេរបស់បងប្អូនមកអញ្ចឹងពីរបៀបការផ្ដាច់គឺលេខកូដគឺតែមួយទេអ្នកនរគ្នាយកទៅផ្ដាច់គ្រប់ប្រព័ន្ធបានអញ្ចឹងអានេះខ្ញុំឧទាហរណ៍ចំពោះស៊ីមសេខាតអញ្ចឹងពីរបៀបការផ្ដាច់អ្នកនរគ្នាចុចផ្កាយ12000បន្តទៀតខ្ញុំចុចសញ្ញាទង់ជ្រូកបាទបន្តទៀតអ្នកនរគ្នាក៏ធ្វើការចុចកន្លែងសញ្ញាតេមកចឹងឡើយនេះយើងធ្វើការរងចាំបន្តិចមកអ្នកនរគ្នាដើម្បីឲ្យវាធ្វើការផ្ញើសារមកកាន់យើងវិញបាទអូខេអញ្ចឹងដល់ពេលមកដល់កន្លែងនេះគឺអ្នកនរគ្នាឃើញហើយគេមានជំរើសយើងពីរជំរើសទី1បង្ហាញឈ្មោះសេវាកម្មទាំងអស់បើសិនអ្នកនរគ្នាចង់មើលអ្នកនរគ្នាចុចមួយទៅដើម្បីមើលឈ្មោះសេវាកម្មតើយើងបានភ្ជាប់ជាមួយនឹងសេវាកម្មណាខ្លះទាំងទី2គឺបញ្ឈប់សេវាកម្មទាំងអស់អញ្ចឹងខ្ញុំយកទី2មកដើម្បីលឿនយកបញ្ឈប់សេវាកម្មទាំងអស់អញ្ចឹងអ្នកនរគ្នាអាចសាកអនុវត្តតាមវីដេអូរបស់ខ្ញុំមួយនេះហើយអ្នកនរគ្នាអាចសាកធ្វើមើលតើវាបានជោគជ័យអត់ដោយសារខ្ញុំធ្វើឧស្សាហ៍ធ្វើបែបហ្នឹងនៅពេលដែលខ្ញុំអស់លុយឬក៏ខ្ញុំចាប់ដើមបញ្ចូលលុយគឺខ្ញុំតែងតែផ្ដាច់គម្រោងសិនផ្ដាច់ប្រព័ន្ធហើយបានខ្ញុំបញ្ចូលលុយតាមក្រោយដើម្បីកុំឲ្យវាកាត់លុយអញ្ចឹងបើសិនជាបងប្អូនចូល$1អីវាកាត់20សេនមកហើយអញ្ចឹងអត់បាន$1ទៀតទេអញ្ចឹងអ្នកខ្ញុំជិះផ្ញើមកបាទដើម្បីធ្វើអញ្ចឹងដើម្បីកុំឲ្យវាកាត់លុយយើងអូតូអញ្ចឹងស៊ីមគេមានគម្រោងខ្ចោយយើងស្ដាប់អញ្ចឹងនៅពេលយើងអត់បានបញ្ចប់វាទេគឺវានឹងកាត់លុយយើងរហូតដល់ពេលយើងបញ្ចូល$1កន្លះអីគេកាត់20សេន30សេនអញ្ចឹងទៅអញ្ចឹងអានេះបន្តដល់នេះយើងមិនឃើញមានជំរើស3ជំរើសទី1គឺ Digital អញ្ចឹងយើងយកទី1ទៅបាទសេវាកម្ម Digital ហ្នឹងអ្នកគ្នាដើម្បីផ្ដាច់គម្រោងចោលទៅកុំឲ្យទុកអូខេអញ្ចឹងបន្តទៀតអ្នកគ្នាធ្វើការចុចមកនេះបញ្ជាក់មកលេខ1អ្នកគ្នាបាទអ្នកចុចលេខ1ទៅបាទយើងចុចលេខ1ហើយគឺយើងរត់ចាំមកអ្នកគ្នាអញ្ចឹងកន្លែងនេះគឺយើងដំណើរការហើយអ្នកគ្នាអញ្ចឹងយើងអត់មានអីទៀតទេហើយស៊ីមផ្សេងដូចគ្នាបាទដោយសារខ្ញុំផ្ដាច់រួចម្ដងហើយអញ្ចឹងខ្ញុំវាលុតមកអញ្ចឹងពីស៊ីមផ្សេងដូច smartphone សេខាតអីគឺអ្នកគ្នាធ្វើចឹងមកបាទដាក់ផ្កាយ12000ចឹងមកហើយទង់ជ្រូកអ្នកគ្នាធ្វើការចុចបញ្ជូនទៅបាទចុចបញ្ជូនទៅយើងធ្វើការរងចាំវាទៅអ្នកគ្នាអានេះសម្រាប់ស៊ីមស្មាតណារបៀបការផ្ដាច់គឺដូចគ្នាបាទហើយសម្លេងខ្ញុំថ្ងៃនេះរឿងផ្លាយទីហើយអ្នកគ្នាចឹងកន្លែងនេះយើងធ្វើការជ្រើសភាសាមកដោយសារស៊ីមសេខាតបាទវាខុសពីស្មាតបន្តិចចឹងយើងធ្វើការយកកន្លែងស្នើសុំផ្ដាច់គម្រោងទាំងអស់ចឹងចុចលេខ2មកអ្នកគ្នាបាទចឹងអ្នកគ្នាអាចអនុវត្តបានអញ្ចឹងណាខ្ញុំឧស្សាហ៍ធ្វើវាដែរបាទមួយទឹកខ្ញុំធ្វើវាម្ដងដើម្បីកុំឲ្យវាកាត់លុយខ្ញុំច្រើនពេកអ្នកគ្នាពេលខ្លះខ្ញុំបញ្ចូល$1អញ្ចឹងទៅគឺអត់សល់លុយទេអញ្ចឹងកន្លែងនេះយើងគាត់តែធ្វើការចុចបញ្ជាក់ទៅគឺបានហើយអ្នកគ្នាគឺរួចរាល់តែម្ដងអញ្ចឹងរាល់ការបញ្ចូលលុយទៅក្រោយគឺវាលែងកាត់យើងហើយអញ្ចឹងបន្តមកទៀតនៅពេលយើងបញ្ចប់គម្រោងថ្មីដល់ពេលវាអស់លុយគម្រោងថ្មីហ្នឹងយើងចង់បញ្ចូលលុយបន្ថែមយើងអាចផ្ដាច់ប្រព័ន្ធវាសិនក៏បានដែរដើម្បីយើងទៅបញ្ចូលលុយហើយយើងភ្ជាប់ផ្សេងថាថ្មីជាវៀងក្នុងការវាកាត់លុយយើងបន្ថែមទៀតអញ្ចឹងណាដល់យើងអត់ដឹងរឿងអញ្ចឹងទៅអ្នកគ្នាបាទអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអ្នកគ្នាសម្រាប់ការចែកម្លែកបើសិនអ្នកធ្វើឲ្យបានជោគជ័យកុំភ្លេចខមមិននៅខាងក្រោមវីដេអូនឹងប្រាប់ខ្ញុំម្នាក់មួយផងអ្នកនរគ្នាបាទអូខេអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀត